រថយន្តអគ្គិសនីប្រើបាន2ទៅ3ឆ្នាំរលួយចាំមើលឆាប់ខូចថ្មដូចថ្មទូរស័ព្ទដែរនៅពេលដែលមានបងប្អូនយើងចែកម្លែកបទពិសោធន៍ការប្រើប្រាស់ឡានអគ្គិសនីឬក៏សួរសំណួរមួយចំនួននៅលើបណ្ដាញសង្គមតាក់ទងឡានអគ្គិសនីយើងតែងតែឃើញពាក្យមួយចំនួនបូលូឡានអគ្គិសនីតាក់ទងជាមួយនឹងគុណភាពរបស់ថ្មតាក់ទងជាមួយនឹងការរត់ចម្ងាយតើថ្មទូរស័ព្ទដៃនិងថ្មឡានអគ្គិសនីដូចគ្នាដែរទេតើថ្មឡានអគ្គិសនីពិតជាឆាប់ខូចដូចអ្វីដែលគេលើកឡើងដែរឬក៏អត់ហើយបើសិនជាថ្មឡានអគ្គិសនីមានគុណភាពដូចទូរស័ព្ទដៃតើហេតុអីបានជាក្រុមហ៊ុនលក់ឡានអគ្គិសនីហ៊ានធានារហូតដល់8ឆ្នាំឬ160,000គីឡូម៉ែត្រតោះយើងទៅស្វែងយល់ទាំងអស់គ្នាថ្មទូរស័ព្ទដៃផលិតពីសារធាតុគីមីម្យ៉ាងដែលមានឈ្មោះថាលីជូមកូបាអុកស៊ីតដែលសារធាតុនេះគឺមានភាពខ្លាំងរបស់វាគឺវាកាន់ភ្លើងបានយូរហើយវាផ្ទេរបន្ទុកទៅឲ្យឧបករណ៍អគ្គិសនីបានល្អប៉ុន្តែវាមានចំណុចខ្សោយរបស់វាមួយពេលដែលវាទទួលភ្លើងហើយនឹងវាផ្ទេរបន្ទុកអគ្គិសនីទៅឲ្យគេគឺវាមានបញ្ហាឆាប់ក្តៅហើយដោយសារតែវាឆាប់ក្តៅនេះឯងដែលគេមិនយកសារធាតុប្រភេទនេះទៅផ្ទេរបន្ទុកទៅឲ្យឧបករណ៍អគ្គិសនីដែលស៊ីភ្លើងខ្លាំងដូចជាម៉ូទ័រអគ្គិសនីរបស់យន្តហោះអគ្គិសនីជាដើមទី2ដោយសារតែវាឆាប់ឡើងកម្ដៅវាមិនសូវធន់នឹងកម្ដៅបងប្អូនតែងតែទទួលបានព័ត៌មានមួយចំនួនក្នុងការណែនាំនៅតាមបណ្ដាញសង្គមដូចជាកុំឲ្យប្រើប្រាស់ទូរស័ព្ទដៃផងបញ្ចូលទូរស័ព្ទដៃផងហើយនៅពេលដែលយើងប្រើទូរស័ព្ទដៃរយៈពេលយូរយើងត្រូវពិនិត្យមើលថាតើវាមានកម្ដៅដែរអត់ដោយសារតែវាមានពាក់ព័ន្ធជាមួយនឹងបញ្ហាសុវត្ថិភាពព្រោះយើងធ្លាប់ឃើញតាមបណ្ដាញសង្គមមួយចំនួននិយាយថាមានបញ្ហាផ្ទុះថ្មទូរស័ព្ទដៃដូចជាទូរស័ព្ទ iPhone ជាដើមអញ្ចឹងគេមិនអាចយកសារធាតុនេះទៅផ្ដល់ចរន្តអគ្គិសនីទៅឲ្យឧបករណ៍អគ្គិសនីដែលប្រើប្រាស់យូរហើយត្រូវការភ្លើងខ្លាំងដូចជារថយន្តអគ្គិសនីឡើយឧទាហរណ៍ថាយើងធ្វើដំណើរពីភ្នំពេញទៅសៀមរាបយើងត្រូវការរយៈពេល6ទៅ7ម៉ោងអញ្ចឹងពេលយើងបើកឡានអគ្គិសនីពីភ្នំពេញទៅសៀមរាបយើងគិតថាយើងបើកទៅហើយពេលដែលយើងឈប់ពេលខ្លះអ្នកខ្លះគាត់ឈប់គឺគាត់បញ្ចូលថ្មអញ្ចឹងថ្មអគ្គិសនីរថយន្តអគ្គិសនីរបស់យើងនេះគឺវាអត់បានសម្រាកទេគឺវាធ្វើការរហូតតាំងពីភ្នំពេញទៅដល់សៀមរាបនៅពេលដែលយើងជាអ្នកបើកប្រើប្រាស់រថយន្តឈប់សម្រាកចូលទប់ទឹកយើងយកវាទៅដោតថ្មអញ្ចឹងវានៅតែទទួលកម្ដៅវានៅតែប្រើប្រាស់អញ្ចឹងវាក្តៅដដែលសារធាតុនេះវាមិនធន់នឹងកម្ដៅហើយវាអាចផ្ទុះអញ្ចឹងវាមិនមានសុវត្ថិភាពក្នុងការយកទៅធ្វើជាថ្មរថយន្តអគ្គិសនីឡើយទី3គឺវត្តនៃការប្រើប្រាស់មានថាអាយុកាលនៃការប្រើប្រាស់របស់វាគឺមិនបានយូរយើងពិចារណាថាថ្មទូរស័ព្ទដៃរបស់យើងជាទូទៅយើងប្រើបាន3ទៅ4ឆ្នាំហើយវាចាប់ផ្ដើមធ្លាក់គុណភាពមានថាវត្តនៃការប្រើប្រាស់របស់វាត្រូវបានគេពិសោធន៍គឺវានៅក្នុងចន្លោះពី500ទៅ1000ដងអញ្ចឹងមានថាយើងប្រើអស់ថ្មពី100ទៅ0%អស់ថ្មយើងបញ្ចូលពី0ទៅ100វិញហើយយើងប្រើអស់ថ្មវិញមានថា1វ៉ាត់នៃការប្រើប្រាស់បើសិនជាយើងប្រើបែបហ្នឹងមានថាយើងសាកថ្មអាចទៅត្រឹម1000ដងឯថ្មយើងចាប់ដើមខូចអានេះក្នុងទ្រឹស្ដីតែយើងប្រើប្រាស់ជាក់ស្ដែងវាមិនមែនខូចទេមានថាវាចាប់ដើមខ្សោយថ្មទៅខ្សោយថ្មទៅបើយើងគិតទៅឧទាហរណ៍ថាយើងប្រើយកថ្មប្រភេទហ្នឹងយកទៅដាក់ក្នុងឡានអគ្គិសនីអញ្ចឹងវាប្រហែលជាប្រើបានតែ3ឆ្នាំអីគឺវាខូចថ្មដូចជាមតិការប្រើប្រាស់ការលើកឡើងតាមបណ្ដាញសង្គមថាចាំមើល3ឆ្នាំខូចថ្មដូចទូរស័ព្ទដៃប៉ុន្តែឡានអគ្គិសនីមិនប្រើសារធាតុដូចជាមួយនឹងថ្មទូរស័ព្ទដៃឡើយហើយចំណុចចុងក្រោយដែលគេមិនយកសារធាតុលីជូមកូបាល់អុកស៊ីតនេះទៅដាក់នៅក្នុងឡានអគ្គិសនីគឺវាមានតម្លៃថ្លៃចំណុចទាំង4នេះគឺគេមិនប្រើសារធាតុលីជូមកូបាល់អុកស៊ីតនៅក្នុងរថយន្តអគ្គិសនីឡើយដោយសារតែសារធាតុនេះស័ក្តិសមតែជាមួយនឹងការប្រើប្រាស់ទៅលើឧបករណ៍អគ្គិសនីខ្នាតតូចដែលស៊ីភ្លើងតិចហើយនឹងផ្ដល់កម្ដៅតិចតែប៉ុណ្ណោះថ្មរថយន្តអគ្គិសនីផលិតឡើងដោយសមាសធាតុគីមីដែលមានឈ្មោះថាលីជូមអ៊ីយ៉ុងផូស្វាតដែលសារធាតុនេះគឺអាចកាន់ភ្លើងបានយូរដូចជាសមាសភាពរបស់ថ្មទូរស័ព្ទដែរហើយចំណុចពិសេសរបស់វាគឺវាអាចមានសមត្ថភាពផ្ទេរចរន្តទៅឲ្យឧបករណ៍អគ្គិសនីដែលស៊ីភ្លើងខ្លាំងដូចជាម៉ូទ័រអគ្គិសនីរបស់រថយន្តជាដើមហើយមិនតែប៉ុណ្ណោះគឺវាធន់នឹងកម្ដៅអញ្ចឹងការដែលវាធន់នឹងកម្ដៅនេះហើយដែលគេអាចយកវាមកប្រើប្រាស់បានដោយមានទំនុកចិត្តមានថាវាតកតងនឹងសុវត្ថិភាពនៅក្នុងការប្រើប្រាស់យើងឃើញក្រុមហ៊ុនរថយន្តអគ្គិសនីល្បីមួយគាត់ហ៊ានយកថ្មគាត់យកមកចាក់ទម្លុះហើយថ្មហ្នឹងគឺអត់ផ្ទុះទេប៉ុន្តែយើងសង្កេតឃើញថានៅពេលដែលគេចាក់ទម្លុះថ្មវាមានផ្សែងចេញមកដោយសារតែនៅក្នុងហ្នឹងវាជាសារជាតិអ៊ីយ៉ុងវាមានវត្ថុរាវនៅពេលដែលវាឆ្លងភ្លើងវាមានកម្ដៅវត្ថុរាវនឹងភាយចេញមកក្នុងលក្ខណៈជាផ្សែងប៉ុន្តែបើឲ្យវាឆេះផ្ទុះគឺវាមិនមានលក្ខណៈឆេះផ្ទុះឡើយអញ្ចឹងគឺវាមានសុវត្ថិភាពជាងសារជាតិលីជូមកូបាល់អុកស៊ីតទី3គឺវត្តនៃការប្រើប្រាស់នៃសារជាតិលីជូមអ៊ីយ៉ុងផូស្វាតនេះគឺចន្លោះពី2000ទៅ3000ដងវាច្រើនជាងសារធាតុដែលយកមកប្រើនៅក្នុងទូរស័ព្ទដៃបងប្អូនពិចារណាមើលថាតើវា2ទៅ3ឆ្នាំវាខូចថ្មមែនឬក៏អត់ព្រោះជាទូទៅបងប្អូន
ពិនិត្យទៅមើលលើការប្រើប្រាស់របស់បងប្អូនវិញថាតើប្រហែលថ្ងៃដែលបងប្អូនត្រូវបញ្ចូលថ្មម្ដងហើយជីអស់ពី 100% ទៅ 0% ហើយបញ្ចូលម្ដងទៀតបើសិនជាបងប្អូនធ្វើដំណើរជាទូទៅមួយថ្ងៃ100គីឡូប្រហែលថ្ងៃបានបងប្អូនបញ្ចូលថ្មម្ដងទៅលើរថយន្តអគ្គិសនីដែលបងប្អូនទិញយកមកប្រើទី4ចុងក្រោយគឺវាមានតម្លៃថោកជាងលីជូមកូបាល់អុកស៊ីតបានជាគេជ្រើសរើសសារធាតុលីជូមអ៊ីយ៉ុងផូស្វាតនេះមកធ្វើជាថ្មរបស់រថយន្តអគ្គិសនីបន្តមកយើងទៅប្រៀបធៀបនៅក្នុងការប្រើប្រាស់មើលថាតើថ្មទូរស័ព្ទដៃប្រើជាទូទៅបានប្រមាណហើយថ្មរថយន្តអគ្គិសនីប្រើជាទូទៅបានប្រមាណគឺវាបាត់បង់សមត្ថភាពក្នុងការប្រើប្រាស់អញ្ចឹងយើងមើលទូរស័ព្ទដៃជាមធ្យមបងប្អូនបញ្ចូលថ្មមួយថ្ងៃប្រមាណដងសារធាតុមួយវាមានគុណសម្បត្តិរបស់វាផ្សេងគ្នាហើយវាបានយូរឬបានឆាប់អាស្រ័យទៅលើការប្រើប្រាស់របស់បងប្អូនខ្ញុំឧទាហរណ៍ថាថ្មទូរស័ព្ទដៃបងប្អូនបញ្ចូលថ្មមួយថ្ងៃម្ដងមួយថ្ងៃបងប្អូនប្រើអស់ 100% នៃទូរស័ព្ទដៃរបស់បងប្អូនសាកល្បងចែកមើលថាតើយើងចែកទៅគឺវាបាន2ឆ្នាំ9ខែ2ឆ្នាំ9ខែថ្មទូរស័ព្ទដៃរបស់បងប្អូនប្រកាសជាខូចនៅក្នុងទ្រឹស្ដីប៉ុន្តែអាខូចក្នុងទ្រឹស្ដីគឺខូចប៉ុន្តែខូចក្នុងការប្រើប្រាស់មែនតើវាមិនខូចវាគ្រាន់តែមិនបងប្អូនធ្លាប់បញ្ចូលថ្មពេញប្រើបាន6ម៉ោងវានៅសល់ត្រឹម5ម៉ោងហើយវានឹងថយមកនៅ4ម៉ោងកន្លះថយមកនៅ4ម៉ោងរហូតដល់យូរទៅថយនៅ1ម៉ោង2ម៉ោងមិនយើងប្រើអត់កើតអាហ្នឹងគឺជាការប្រើប្រាស់ជាក់ស្ដែងវាមានអាយុកាលប្រហែលជា3ទៅ4ឆ្នាំវាខូចបន្តមកបងប្អូនទៅពិនិត្យមើលថ្មរថយន្តអគ្គិសនីវិញម្ដងអញ្ចឹងខ្ញុំសន្មតថានៅថ្មរថយន្តអគ្គិសនីប្រើថ្មបញ្ចូលថ្មបាន3000ដងខូចថាបងប្អូនប្រើមួយថ្ងៃបងប្អូនអស់ម្ដងហ្មងដែលជាទូទៅវាមិនដែលយើងមួយថ្ងៃឆាបញ្ចូលភ្លើងម្ដងទេយើងបញ្ចូលមួយថ្ងៃរថយន្តខ្លះរត់បាន400គីឡូជាទូទៅយើងបាន400គីឡូបើបងប្អូនជិះមួយថ្ងៃ400គីឡូមួយថ្ងៃ400គីឡូបងប្អូនបញ្ចូលម្ដងខ្ញុំឧទាហរណ៍ណាឧទាហរណ៍ថាមួយថ្ងៃយើងរត់400គីឡូអស់លេងបញ្ចូលម្ដងបងប្អូនប្រើបាន8ឆ្នាំ2ខែថ្មរថយន្តអគ្គិសនីបងប្អូនចាប់ផ្ដើមខូចនៅក្នុងនេះគឺវាចាប់ផ្ដើមលែងកាន់ថ្មបានយូរដូចមុនមានថាវានៅសល់សមត្ថភាពត្រឹម 95% 90% ឬក៏ 80% អីចឹងទៅមានថាវាថយតាមភាគរយនៃថ្មរបស់វាប៉ុន្តែបងប្អូនក៏លេខមើលវិញថាបងប្អូនពិតជាប្រើរថយន្តអគ្គិសនីមួយថ្ងៃ400គីឡូជារៀងរាល់ថ្ងៃនៅក្នុងមួយឆ្នាំមែនឬក៏អត់ហើយហេតុអីបានជាក្រុមហ៊ុនរថយន្តអគ្គិសនីហ៊ានធានាឲ្យបងប្អូន8ឆ្នាំឬ160,000គីឡូដោយសារគេសិក្សាឃើញថារថយន្តជាទូទៅគឺប្រើជាទូទៅមួយឆ្នាំ20,000គីឡូបានជាគេយក20,000គុណនឹង8ចេញ160,000គីឡូទៅឲ្យបងប្អូនខ្ញុំសង្ឃឹមថាបងប្អូននឹងទទួលបានអត្ថប្រយោជន៍និងចំណេះដឹងបន្ថែមទាក់ទងជាមួយនឹងថ្មរថយន្តអគ្គិសនីហើយជាពិសេសសម្រាប់បងប្អូនដែលកំពុងតែសម្លឹងមើលរថយន្តអគ្គិសនីដែលមានតម្លៃដ៏សែនទាក់ទាញដែលកំពុងតែវាយប្រហារលើទីផ្សារទៅលើតម្លៃនិង option ពិសេសដែលរថយន្តសាំងរថយន្តម៉ាស៊ូតមិនដែលផ្ដល់ឲ្យដូចរថយន្តអគ្គិសនីឡើយសូមថ្លែងអំណរគុណបងប្អូនដែលបានតាមដានទស្សនាតាំងពីដើមរហូតដល់ចប់ក៏សូមអភ័យទោសនៅកំហុសឆ្គងដែលអចេតនាទាំងឡាយដែលអាចកើតមាននៅក្នុងវីដេអូនេះចំពោះបងប្អូនដែលចង់ចូលរួមមតិយោបល់បន្ថែមបងប្អូនអាច comment បាននៅខាងក្រោមវីដេអូសូមបងប្អូនទាំងគ្នាជួយចុច like វីដេអូក៏ដូចជាជួយ subscribe channel ដើម្បីទទួលបានចំណេះដឹងផ្សេងៗជាបន្តទៀតពី channel របស់យើងខ្ញុំសូមអរគុណសូមជម្រាបលា